năm tí 51នៃសម័យរាជការឈិញពេលនេះព្រះអង្គចៅកំពុងតែពីវនីវនគរទាំងឡាយដើម្បីវាយមហាឈិញយើងកងទ័ពសរុបចំនួន50,000ឡោពាត់អ៊ីឡាំងកងទ័ព20,000របស់អ៊ីចិនមិនអាចធ្វើសឹកបានទេព្រះអង្គឥឡូវនេះមិនចាំបាច់ពិភាក្សាទៀតទេទូមង្គមសុំទ័ព20,000ទៅវាយនៅតំបន់អ៊ីឡាំងរួមកម្លាំងជាមួយនឹងកងទ័ពអ៊ីចិនបុកទម្លុះកងទ័ពគេ20,000ទៅវាយជាមួយនឹងកងទ័ពហាន50,000អ្នកប្រយុទ្ធថាគួរទៅដោះស្រាយយ៉ាងណាយើងយល់ថាគ្មានអ្វីក្រៅពីយ៉ាងនោះទេទី1គឺបន្ថែមជំនួយដើម្បីទប់ទល់ជាមួយនឹងកងទ័ពនគរទាំង5ហើយទី2នោះអ៊ីចិនគឺនាំកងទ័ពរបស់ខ្លួនឯងដកថយមកចលងភ្នំណានភូគឺដើម្បីបិទផ្លូវរបស់កងទ័ព50,000អ្នកប្រយុទ្ធជ្រើសរើសវិធីមួយណាទៅនឹងវិធីទី2គឺមានល្អហើយក៏មានការខ្វះខាតដែរលោកគ្រូយល់យ៉ាងម៉េចទៅអឡូសហការពិភាក្សាការងារត្រូវតទល់ជាមួយនឹងកងទ័ពនគរទាំង5សូមប្រងមានព្រះតម្រេកងទ័ពដកថយទៅចលងភ្នំហានគូខាងលិចនៃចលងភ្នំហានគូឆ្ងាយសម្បើមណាស់ជំនួយកងទ័ពពីហានយ៉ាងទៅអ៊ីឡាំងរយៈពេលខ្លីគឺទៅមិនដល់ទេលោកមេតបជាចាំផ្នែកតស៊ូរហូតដល់កងទ័ពជំនួយមកដល់បានឬមិនបានពិបាកនឹងសន្តានណាបើចលងភ្នំនៅឆ្ងាយយើងគួរឲ្យកងទ័ពដកថយមកចលងភ្នំហានគូសិនអ៊ីឡាំងនៅណានៅខាងលិចអ៊ីឡុកចម្ងាយមិនបាន100យោជនោះទេនោះបានន័យថាប្រងចៅមិនទាន់នាំទ័ពចេញពីនគរនៅឡើយអញ្ចឹងឲ្យកងទ័ពយើងដកថយទៅចលងភ្នំហានគូបញ្ជូនទ័ពទៅជំនួយចំណាយស្បៀងនៅមនុស្សឲ្យច្រើនរីឯលោកមេតបអ៊ីងដឹកនាំកងទ័ពចំនួន20,000រងចាំនៅអ៊ីឡុកប្រយុទ្ធស្លាប់រស់នៅហានយ៉ាងឥឡូវនេះអ៊ីឡាំងកំពុងតែវាយម្លោះហើយដកទៅចលងភ្នំសិនទៅធ្វើត្បិតថាជីហានទាំងមុំដើម្បីក៏ពិតមែនតែបើបាត់បង់ទៅអញ្ចឹងខាងក្នុងនគរឈិញយើងនឹងគ្រោះថ្នាក់មិនខានទេណាលោកគ្រូមានវិធីណាបណ្ដឹងកងទ័ពចេញទេញ៉ាសាទៅមេតបអ៊ីងឲ្យគេវាងឆ្ងាយពីកងទ័ពជំនួយរបស់ពួកវាទៅកាន់ឡអ៊ីវាយពួកវាក៏ឲ្យពួកវាដឹងខ្លួនទាន់ឲ្យសក់បង្ខំពួកវាត្រឡប់ទៅជួយក្រុមឡអ៊ីវិញណាអត់ពេលនោះចង់វាយឬមួយចរចារឿងមួយទៀតនោះគឺរងចាំទ័ពជំនួយគឺស្ថិតនៅក្នុងកណ្ដាប់ដៃកងទ័ពឈិញយើងតែប៉ុណ្ណោះព្រះអង្គឆ្លៀសវៃព្រះអង្គទៅសូមកាត់ថ្លៃគុំព្រះបិតាណាម៉ែជាឈូអញមកហើយយីព្រះអារម្មណ៍ព្រះបិតាមិនសូវល្អគឺមានពាក់ព័ន្ធដល់ការងារប្រជុំថ្ងៃនេះមែនទេមែនហើយនៅអ៊ីឡាំងនឹងមិនទាន់មានវិធីដោះស្រាយយ៉ាងណាទេមែនទេវិធីដោះស្រាយមានរួចទៅហើយប្រងមកជាមេតបអ៊ីងដឹកនាំកងទ័ពយើងឆ្ងាយពីកងទ័ពនគរទាំង5ទៅវាយឡអ៊ីនេះគឺជាវិធីល្អធ្វើយ៉ាងនេះប្រងចៅគឺជាមិនផុតត្រូវតែជួយឡអ៊ីដល់ពេលនោះពួកយើងនឹងមានការធូរស្រាលទិញអញពិតជាឆាប់យល់មែនថ្ងៃនេះលោកគ្រូលីពូវៃគឺពិភាក្សាពីកិច្ចការនេះជាមួយខ្ញុំហើយបើថានេះជាវិធីល្អប៉ុន្តែព្រះអង្គបាយជាចង់បញ្ជាឲ្យយើងពិនិត្យរួមកម្លាំងជាមួយនឹងមេតបលាវណាiDrama HD ព្រះអង្គមានបញ្ជាបេតារបស់យើងទៅសហការជាមួយនឹងលោកមេតបអ៊ីងដឹកនាំជាមួយគ្នាប៉ុន្តែព្រះបិតាយល់ថាធ្វើដំណើរនេះគឺមានការលំបាកតើលោកគ្រូយល់យ៉ាងម៉េចដែរអ្នកប្រុសគួរតែជំនួសការងារព្រះអង្គម្ចាស់ជំនួសព្រះបិតារបស់អ្នកប្រុសតែខ្ញុំមិនដែលមានការពិសោធន៍ក្នុងការធ្វើសង្គ្រាមនោះទេហើយនេះហើយត្រូវតែទៅកន្លងមកអ្នកប្រុសមានស្នាដៃនៅនគរចៅម្ដងនេះគឺជួយព្រះបិតាទៅពិនិត្យការងារឲ្យទ្រង់មានស្នាដៃម្ដងទៀតត្រូវតែទៅណាត្រូវតែទៅដៃខានត្រូវតែទៅទេវតាជួយអ្នកប្រុសហើយតាកញ្ចាស់ព្រះអង្គជើងនេះមានអាយុច្រើនណាស់ទៅហើយកាន់អំណាចយូរយ៉ាងនេះទៀតគួរល្ងងពង្វេងយ៉ាងនេះហើយនោះមកប្រឆាំងនឹងមហាឈិញយើងអញទៅចុះចំពោះគេមិនចាំបាច់គួរសមពេកទេកាទូលវាយលោកមិនបានអាចប្រើវិធីណាផ្សេងទៀតបានទេនឹងឯកាតាមតន់លើមេតបវាងរឿងអីមេតបអ៊ីងមហាឈិញដល់កងទ័ព20,000វាយលោកមេតបវាងវាយចូលស្រុក3 4ហើយតើស្រុកទៅប្រមាណកងទ័ពឈិញបានកាត់ទៅហើយពេលនេះគឺបានបាត់ស្រុក5ហើយឥឡូវប្រហែលជាមិនតែជាងស្រុក10នោះទេតំបន់ CE គ្រោះថ្នាក់ណាស់សូមព្រះអង្គយើងទៅសុំជំនួយបន្ទាន់ណែយើងដឹងហើយកាទូល
កងទ័ពរបស់វាងជីមិនច្រើនប្រមាណទេมันអាចទប់ទល់ជាមួយកងទ័ពចិនបានឡើយចំពោះមុខមានតែ3ចលងភ្នំហានគូសូមអស់លោកទាំងអស់គ្នាត្រឡប់ទៅវិញដើម្បីជួយដល់រាជាធំផងតិចចុះណា ប្រងចាស់បានជីពិតជាមានតបតិចពិតមែនទេ ប្រៀបជាមួយនឹងព្រះរាជាតើមានកងទ័ពមកពីណាទៅសូម្បីតែមនុស្ស10000នាក់ក៏យើងនាំមកទីនេះអត់ទៅហើយហើយនេះសូមអស់លោកដើម្បីជួយដល់ព្រះអង្គធំផងតិចចុះណា ទៅជាមិនផុតទៅទៅអស់លោកឲ្យដំណឹងទៅថ្នាក់ក្រមនាំតបចេញដំណើរដើម្បីទៅជួយវាងជីឲ្យបានទៅ នោះគឺដូចជាព្រះអង្គបានស្មានយ៉ាងចឹងកងទ័ពនៅចលងភ្នំបានត្រឡប់ទៅវិញហើយ លឹងម្ចាស់ស៊ីបញ្ជាដឹកនាំតបចំនួន 100,000 បាយលុកចៅពីខាងកើតទៅបើពួកគេទប់ទល់មិនបានទេយើងក៏បាយលុកយកហាន់តានតែម្ដងទៅណាតើបានទេ ក្រាបទូល អីជួឲ្យដំណឹងទៅជឺឈូឥឡូវនេះប្រងជើសូមចរចានៅតំបន់ស៊ីជើមានស្រុករាប់សិបកន្លែងប្រជារាស្ត្រក៏ច្រើនហើយនេះហើយទឹកដីមួយចំអាងក៏យើងមិនទុកដែរដូច្នេះហើយទឹកដីត្រូវតែប្រគល់ឲ្យមហាឈិញយើងជាចាំបាច់ប្រសិនបើព្រះអង្គស៊ីជើមិនព្រមយើងវាយរហូតដល់គេយល់ព្រមក្រាបទូល សំនេះកាលោកបញ្ចប់ ជំជួ បាទ នេះជាសារចរចាព្រះអង្គជើ រឿងនេះពិតជាសំខាន់ណាស់អូ iDrama HD លោកមិនតបមកហើយឥឡូវយើងចាប់ផ្ដើមពិភាក្សាគ្នាឯម្ដងទៅ ថ្ងៃនេះពិភាក្សាគ្នាមានមនុស្សមកចូលរួមសំណាញ់នាំឲ្យស្គាល់ មិនបាច់ទេតាមពិតគឺព្រះបុត្រាមហាឈិញឈិញអ៊ីយិនគេគឺជាមនុស្សជាមួយយើងស្គាល់គ្នាយូរហើយនៅភិញៀនពេលនេះយើងដូរឈ្មោះទៅហើយគឺជូឈូហើយនេះក៏ប្រើឈ្មោះដូចមុនទៀតណាអូ នេះហើយគឺប្រងឈិញរៀបចំខ្សែរាជវង្សគឺម្នាក់នឹងហើយ មែនហើយអូ តាមពិតគឺព្រះបុត្រាមហាឈិញសំជាងសូមគ្រប់ព្រះអង្គស៊ីជីងព្រះម្ចាស់សិនឈុន អ្នកប្រមិនបាច់គូសំទី ចេញ អ្នកប្រងជេងហើយមកនេះទៅនាំឲ្យកូនគេទាំងពីរមកនេះភ្លាមមកពួកយើងនិយាយគ្នាហើយគេតែពិភាក្សាទៅ បើព្រះអង្គស៊ីជីងមានការចរចាយើងនិយាយគ្នាទៅ ជើសិនយើងចង់សួរថាអ្នកប្រមោកថ្ងៃនេះតើមានឋានៈជាអ្វីតើមានសមត្ថភាពចរចាជាមួយព្រះអង្គស៊ីជីងយើងដែរទេ យើងតំណាងឲ្យព្រះអង្គឈិញតែប៉ុណ្្នឹងគ្រប់គ្រាន់ទេ អូពិតជាទៅដល់ហានយ៉ាងដូរទាំងឈ្មោះសម្ដីក៏ប្លែកដែរការដែលនៅហានតានតកូលចៅពិតជាខុសពីឥឡូវនេះឆ្ងាយណាស់មែនទេព្រះអង្គស៊ីជីងព្រះអង្គចាស់ជុនសិនមានដឹងទេការនោះអ្នកប្រុសធ្វើយ៉ាងណាចាស់ចេញពីក្រុងហានតានបានហ៎គឺឈ្មោះអាក្រក់ម្នាក់គេនាំរត់ទៅបាត់ អស់បងទាំងប្រពន្ធកូនការនោះពិតជាដូចឆ្កែដែលគ្មានម្ចាស់យ៉ាងចឹងណា នៅនេះទៀតយើងត្រឡប់ទៅវិញទាំងអស់គ្នាត្រៀម លោកមិនចប់កំខឹងអីលោកមិនចប់កំខឹងព្រះម្ចាស់ភិញៀនបានជារំលឹករឿងនេះទៅហើយយើងសួរទៅមើលហើយដល់យើងត្រូវចាត់ចរិតនគរចៅការនៅនគរចៅគឺចាញ់មហាឈិញខ្លាំងហើយម្ល៉េះហើយក៏មកសុំបោះចរចាកាត់ទឹកដីចុះកិច្ចសន្យាទើបយើងព្រមប៉ុន្តែនគរចៅមិនត្រឹមតែក្បត់ពីសន្យាទេថែមទាំងចង់សម្រាប់យើងថែមទៀតព្រះម្ចាស់នៅពេលនេះមានមុខមាត់អីមកនិយាយពីនេះជាមួយនឹងយើងបើតាមតែយើងយល់នៅក្នុងនាមជាព្រះរាជាគឺត្រូវតែជឿឆ្អាលរឿងរាជកិច្ចនៅក្នុងនគរទាំងមូលកងទ័ពជិញវាយលុកស្រុកទាំង35របស់បាងជីហើយពេលនេះត្រូវហុំព័ទ្ធនៅឡអ៊ីផ្អើលទៅដល់ព្រះអង្គធ្វើយ៉ាងនេះវាដូចជាហួសហេតុពេកតែតែយើងដឹងថាព្រះអង្គកន្លងមកមានចិត្តទូលាយហើយមិនបន្ទោសដល់ព្រះអង្គឈិញនោះទេហើយនេះហើយយើងទាំងសងខាងម្នាក់ថយមួយជំហាន
ហើយកងទ័ពឈិញឈប់ឡោមព័ទ្ធក្រុងឡអ៊ីប្រគល់ហានស៊ីទៅវិញហើយព្រះអង្គធំគឺប្រកាសជាមិនប្រកាន់រឿងនេះទេហើយក៏មិនចាត់ទុកថាជារឿងអស្ចារ្យដែរតើមែនទេនឹង ថាមែនទុកថាគ្មានការឡើងចំណែកកងទ័ព20ម៉ឺនរបស់យើងធ្វើការវាយលុកនឹងធ្វើដំណើរបានប្រយោជន៍អ្វីដែរទៅ ណែ តើធ្វើយ៉ាងណាទើបលោកព្រមដល់ទ័ពហ៎ ព្រះអង្គយើងបានមានបន្ទូលរួចទៅហើយប្រសិនបើព្រះអង្គស៊ីជីងយល់ព្រមនៃរឿងនេះគឺអាចដោះស្រាយបានតែប្រតិយបចុះព្រះអង្គស៊ីជីងកាត់យកទាំងស្រុក36របស់ខ្លួនទាំងនេះប្រគល់ឲ្យទៅមហាឈិញយើងហើយនៅក្រុងឡអ៊ីនឹងដោះស្រាយបញ្ហាបានជាមិនខាននោះទេ